ឥឡូវងាកមកកាន់ប្រធានបទរបស់យើងវិញតើលោកគ្រូអាចពន្យល់បានហើយអ្វីទៅជាការឆ្លុះផ្លង់នោមលោកគ្រូជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះយើងមានប្រធានបទសុខភាពមួយដែលតាក់ទងជាមួយទៅនឹងសុខភាពប្រព័ន្ធផ្លូវទឹកនោមហើយប្រធានបទដែលយើងនឹងធ្វើការលើកយកមកពិភាក្សានៅក្នុងពេលនេះគឺតាក់ទងជាមួយទៅនឹងការឆ្លុះផ្លង់នោមហើយនៅក្នុងថ្ងៃនេះដែរយើងមានវិជ្ជាបណ្ឌិតឯកទេសរបស់យើងជាភ្ញៀវកិត្តិយសដើម្បីធ្វើការបកស្រាយទៅលើប្រធានបទនេះជំរាបសួរលោកគ្រូបាទជំរាបសួរលោកគ្រូអាចធ្វើការណែនាំខ្លួនបន្តិចបានទេទៅកាន់បងប្អូនរបស់យើងបាទជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទវិជ្ជាបណ្ឌិតប៊ុនលីប៊ុនណារិតឯកទេសខាងសលយសាស្ត្រប្រព័ន្ធទឹកនោមអាសមត្ថភាពលើភេទនិងសុខភាពបន្តពូជបរោះអូខេឥឡូវងាកមកកាន់ប្រធានបទរបស់យើងវិញតើលោកគ្រូអាចពន្យល់បានហើយអ្វីទៅជាការឆ្លុះផ្លង់នោមលោកគ្រូអូខេមុននឹងឈានទៅដល់ប្រធានបទតកតងជាមួយនឹងអ្វីទៅជាការឆ្លុះផ្លង់នោមខ្ញុំទាញចំណាប់អារម្មណ៍បងប្អូនយើងសិនឲ្យស្គាល់អ្វីទៅជាបង្ហួរនោមនិងផ្លង់នោមបាទអញ្ចឹងជាទូទៅផ្លង់នោមគឺជាសរីរាង្គមួយដែលមានតួនាទីសម្រាប់ស្តុកទឹកនោមដែលក្រោយពេលដំណឹងនោមផលិតទឹកនោមរួចរាល់ហើយវាក៏មានតួនាទីបញ្ចេញទៅវិញតាមរយៈការបត់ជើងតូចដោយឆ្លងកាត់នៅបំពង់បង្ហួរនោមផ្នែកខាងក្រៅហើយចូលមកធានបទយើងវិញតើតើអ្វីទៅជាការឆ្លោះបង្ហួរនោមនិងផ្លង់នោមបាទអញ្ចឹងការឆ្លោះបង្ហួរនោមនិងផ្លង់នោមគឺជាដំណើរការពិនិត្យផ្ទាល់មួយដែលយើងប្រើប្រាស់ឧបករណ៍ទំនើបដែលគេឲ្យឈ្មោះថាជាប្រព័ន្ធអង់ដូស្កូបដែលប្រព័ន្ធអង់ដូស្កូបហ្នឹងវាបំពាក់ទៅលើកាមេរ៉ាដើម្បីពិនិត្យផ្ទាល់ទៅតាមបណ្ដោយនៃបង្ហួរនោមរហូតទៅដល់ក្នុងផ្លង់នោមតែម្ដងហើយចំពោះដំណើរការនេះដែរគឺវាមានលក្ខណៈស្តៀងទៅនឹងការដាក់សំណុំចឹងដែរអញ្ចឹងមានន័យថាការឆ្លុះផ្លង់នោមហ្នឹងយើងប្រើកាមេរ៉ាហើយយើងអាចសោកចូលដូចជាយើងសោកសងនោមដែរលោកគ្រូបាទស្តៀងគ្នាប៉ុន្តែគ្រាន់តែសងនោមយើងអត់មានកាមេរ៉ាមានអីទេគ្រាន់តែយើងដាក់ដើម្បីរំដោះទឹកនោមប៉ុន្តែនេះគឺយើងមានកាមេរ៉ាមានអីដើម្បីពិនិត្យទៅលើប្រព័ន្ធពីរហ្នឹង